រឿងមន្ត្រីទូតចិនចុះទៅសន្តាគារហេងហ្វាងនៅថ្មដាជាព័ត៌មានដែលសារព័ត៌មានថៃផ្សព្វផ្សាយនឹងបានរញយោធាថៃបកស្រាយយ៉ាងវែងកាលពីមួយថ្ងៃមុនត្រូវស្ថានទូតចិនប្រចាំកម្ពុជាចេញមុខច្រានចោលដោយអះអាងថាគ្មានមន្ត្រីរបស់ខ្លួនណាម្នាក់ទៅទីនោះឡើយលោកវ៉ាងវៀនពីនឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានបញ្ជាក់នៅយប់ថ្ងៃទី20ខែសីហាឆ្នាំ2026ថាព័ត៌មានដែលថាមន្ត្រីស្ថានទូតចិនបានអមម្ចាស់សន្តាគារហេងហ្វាងចុះទៅតំបន់ថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់គឺមិនពិតហើយថាខ្លួនមិនបានបញ្ជូនបុគ្គលិកណាម្នាក់ទៅតំបន់ព្រំដែនកម្ពុជាថៃនោះទេនាពេលថ្មីៗនេះការបដិសេធរបស់មេទូតចិននេះធ្វើឡើងបន្ទាប់ពីមួយថ្ងៃមុនគឺនៅថ្ងៃទី19ខែសីហាសារព័ត៌មានថៃ The Nation បានរាយការណ៍ថាម្ចាស់សន្តាគារហេងហ្វាងបាននាំមន្ត្រីស្ថានទូតចិនចុះពិនិត្យទីតាំងនិងទាមទារឲ្យថៃប្រគល់ទ្រព្យសម្បត្តិរបស់អ្នកវិនិយោគចិនវិញរបាយការណ៍នោះធ្វើឲ្យលោកប្រាប៉ាសុនចៃឌីជំនួយការអគ្គមេបញ្ជាការកងទ័ពថៃបានចេញមកបកស្រាយថាបើទោះបីជាមានមន្ត្រីចិនចុះទៅដល់ទីនោះក៏ដោយក៏វាមិនអាចយកជាភស្តុតាងថារដ្ឋាភិបាលចិនទទួលស្គាល់ការចោទថាថៃឈ្លានពាននិងកាន់កាប់ទីតាំងរបស់កម្ពុជាបានដែរលោកប្រាប៉ាក៏អះអាងថាទីហ៊ានថៃមិនបានរលទៅមុខនោះទេហើយកំពុងឈរជើងតាមគោលដៅស្របតាមសេចក្តីប្រកាសរួមថ្ងៃទី27ខែធ្នូឆ្នាំ2025ទោះយ៉ាងណាបញ្ហាសន្តាគារហេងហ្វាងនៅមិនទាន់ចប់ទេម្ចាស់សន្តាគារនេះនៅតែអះអាងថាទីហ៊ានថៃកាន់កាប់ទីតាំងពាត់បន្លាលួននិងរៀបរៀងមិនឲ្យខ្លួនចូលទៅកាន់ទ្រព្យសម្បត្តិក្រោយការប្រយុទ្ធនៅចុងឆ្នាំ2025ក្នុងអត្ថបទរបស់កាសែត The Nation លោកប្រាប៉ាទាមទារឲ្យម្ចាស់សន្តាគារបង្ហាញឯកសារនិងកូអឺឌីនេតផែនទីបញ្ជាក់កម្មសិទ្ធិចំណែកសេចក្តីបញ្ជាក់របស់ចិនលើកនេះគឺបដិសេធតែការអះអាងថាមន្ត្រីទូតចិនបានចុះទៅដល់ថ្មដាប៉ុណ្ណោះមិនមែនជាការសម្រេចលើចំនួនកម្មសិទ្ធិឬបញ្ហាអធិបតេយ្យភាពនៅទីតាំងសន្តាគារនោះទេខ្ញុំរស់សុធាពី News Today NTTV